ច្រឹងត្រៀមឆ្លើយពាក្យបណ្ដៅខ្លីៗមួយណាបាទដើមវានៅលើគោកផ្លែក្នុងទឹកគឺជាអ្វីនាយច្រឹងខ្ញុំឆ្លើយថាគេចង្ទូចត្រីនាយច្រឹងឆ្លើយថាគេស្ទូចត្រីចម្លើយនេះអត់ដូរចេញទេអីនាយច្រឹងដូរទេជួយត្រេកអរនាយច្រឹងឆ្លើយពិតជាបានត្រឹមត្រូវទីណាដែលមានបងទីនោះត្រូវតែមានអូនទីណាមានកូនទីនោះមានចៅទីណាដែលមានសាវម៉ាវទីនោះមានសេមន់អោព្រាមបងហើយបងយ៉ាងណាទៅមហេសីអូនថ្ងៃនេះអូនដូចជាសប្បាយក្នុងហារតីគិតនាំប្រថ្លៃទៅអ៊ីតកៅអីឲ្យបាន4-10ណាបងមិនអីទេអូនបងមិនហ៊ានហូបកាអីទេខ្លាចវាស្លាក់ខ្ចៅបើសិនតែអូនឃ្លានអូននាំម៉ែឪអូនមកពូជទៅស៊ីចោះនាយច្រឹងត្រៀមឆ្លើយពាក្យបណ្ដៅខ្លីៗមួយណាបាទជើង4ត្រដៃជើង4ត្រមេឃក្បាល3កន្ទុយមួយគឺជាអ្វីនាយច្រឹងខ្ញុំឆ្លើយថាគេជាជុកនាយច្រឹងឆ្លើយថាគេសែងជ្រូកអត់ដូរចម្លើយចេញទេអីនាយច្រឹងដូរទេ ចម្លើយនេះនាយច្រឹងឆ្លើយពិតជាបានត្រឹមត្រូវអបអរសាទរនាយច្រឹងមកបងពិសាបាយអង្គុយចាំឃ្លានចង់ស្លាប់ទៅហើយអូនបានមកហូបអីហ្នឹងនេះស្លាប់ហើយក្រៀមក្រោះរាល់ថ្ងៃមិនទេនេះមិនក៏អូនឯងមិនស្លញ៉ាំម្ដងទៅតាមមកទៅដឹងនិយាយប្រាប់បងឯងថាខ្ញុំមិនចេះស្លាប់ទេណាហើយឥឡូវមិនក៏ឲ្យខ្ញុំស្លាប់បើមិនញ៉ាំទេក៏ហីតាបើលេបមិនរួចទេអីក៏អីតាខ្ញុំទ្រាំលេបម្នាក់ឯងក៏បានដែរចាំតែមើលទៅមើលមើលញ៉ាំហើយឥឡូវហ្នឹងញ៉ាំណែបងមើលមាត់អូនមើលញ៉ាំទេបងមើលទៅអូនឯងរាល់ថ្ងៃដូចជាមិនទាន់ដាក់ខ្លួនជាស្រីមេផ្ទះបន្តិចទេនេះមេផ្ទះមេផ្ទះយ៉ាងម៉េចទៀតទៅត្រីឆ្លូញនិងត្រីក្រាញ់មួយណាឆ្ងាញ់ជាងស៊ីសងចុងភៅរើសយកមកមុខត្រីឆ្លូញឃើញទេកូន3ឲ្យដូចឈួតចឹងបកងឡានឯម៉ូតូប៉ណ្ណឹងគ្នាណាលឿនជាងកប៉ាល់ហោះ